សុបពងមាន់ផ្សិតខ្មៅមួយមុខនេះបងប្អូនធានាថាឆ្ងាញ់តែម្ដងបើសិនជាបងប្អូនធ្វើដឹងថាថ្ងៃក្រោយគឺចង់ញ៉ាំទៀតហើយបងប្អូនគ្រាន់តែមានពងមាន់2គ្រាប់មកវាយឲ្យវាម៉ត់អញ្ចឹងណាបងប្អូនចាបន្ទាប់មកបងប្អូនមានផ្សិតខ្មៅយើងយកទៅត្រាំទឹកហើយហាន់វាចំណិតតូចៗអញ្ចឹងណាបន្ទាប់មកបងប្អូនមករំលែងខ្ទឹមហើយការរំលែងខ្ទឹមរបស់នាងខ្ញុំនេះគឺប្រើប្រេងឆាទេគឺប្រើប្រេងល្ងយើងបងប្អូនចាធ្វើឲ្យទឹកស៊ុបវាឈ្ងុយបន្ទាប់មកយើងដាក់ផ្សិតខ្មៅយើងចូលផ្សិតខ្មៅនេះដែរបងប្អូនរំលែងឲ្យយូរតិចណាបងប្អូនដើម្បីឲ្យវាឆ្អិនណាបន្ទាប់មកបងប្អូនមកផ្សំគ្រឿងមានដូចជាទឹកត្រីស្ករប៊ីចេងម្សៅស៊ុបហើយនិងទឹកប្រេងខ្យងបន្តិចបងប្អូនចាហើយបន្ទាប់មកយើងដាក់ទឹកធម្មតាយើងចូលទៅដាក់ឲ្យវាពោឲ្យបងប្អូនដាក់ដុំស៊ុបខ្នុរមួយដុំបើសិនជាមានបងប្អូនដាក់ពីបងប្អូនដាក់ដុំស៊ុបខ្នុររួចហើយបងប្អូនចាក់ពងមាន់យើងចូលបងប្អូនចាហើយកុំភ្លេចយកវែកយកតកោវាផងដើម្បីកុំឲ្យវាខាស់តមកទៀតបងប្អូនចាក់ទឹកម្សៅមីចូលបងប្អូនចាហើយទឹកម្សៅមីនាងខ្ញុំដាក់តែប្រហែលជាមួយស្លាបព្រាបាយទេតាមកំណត់តាមចំនួនដែលយើងធ្វើហ្នឹងបងប្អូនចាបើយើងធ្វើតិចយើងដាក់តិចទៅបើយើងធ្វើច្រើនយើងដាក់ច្រើនតាមហ្នឹងណាបងប្អូនចាហើយបើនិយាយរសជាតិស៊ុបវិញគឺឆ្ងាញ់តែម្ដង